រឿងចៅអាចសេះមានបរោះម្នាក់អ្នកស្រុកគេហៅថាចៅអាចសេះព្រោះនៅខ្ញុំសេដ្ឋីគេឲ្យខ្វៀលសេះប្រហែលជា50ក្បាលគេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេបរោះនោះព្យាយាមរំលឹកគុណព្រះពុទ្ធទោះខ្វៀលសេះក្តីធ្វើការអ្វីក្តីតែងទន្ទិញជាប់អញទៅដេញសេះសម្មាសម្ពុទ្ធោអញទៅលើកអាចសេះសម្មាសម្ពុទ្ធោធ្វើការអ្វីក៏ទន្ទិញថាសម្មាសម្ពុទ្ធោដូច្នេះដរាបទៅឯអាចសេះនោះទៀតបរោះមិនលើកចោលទេតែងកើបច្រកករុងទុកបានជាច្រើនថ្ងៃមួយមានសំពៅ500មកពីស្រុកចិននាំទំនិញមកលក់បរោះស្រែកហៅថាឲ្យចូលមកនេះសិនលុះសំពៅចូលមកសួរថាអ្នករាល់គ្នាបើកសំពៅមកពីណានីសំពៅថាមកពីស្រុកចិនបរោះថាអ្នកស្គាល់ស្ដេចក្រុងចិនទេនីសំពៅថាស្គាល់ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរបរោះថាស្ដេចក្រុងចិននោះជាក្លៅអញហើយជាមិត្តសម្លាញ់ថ្ងៃមុនរៀងមកបានអ្នកត្រឡប់ទៅស្រុកចិនវិញអញផ្ញើរបស់ទៅក្លៅអញផងនីសំពៅនោះឆ្លើយថាបាទហើយនាំគ្នាចេញសំពៅទៅលក់ដូរមិនយូរប៉ុន្មាននាយសំពៅត្រឡប់មកវិញចូលទៅរកបុរសនោះសួរថាអ្នកឯងមានអ្វីផ្ញើទៅយកមកខ្ញុំទៅឥឡូវហើយបុរសថាខ្វះអ្វីខ្ញុំរៀបដាក់ក្នុងការុងបំរុងផ្ញើទៅនាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅនៅរបស់ប្រហែល400ការុងដែលសុទ្ធតែការុងពេញដោយអាចសេះហើយក៏លាបុរសនោះចេញសំពៅទៅស្រុកចិនដល់ទៅដំណាក់ផែស្ដេចក្រុងចិនហើយក៏បោះយុទ្ធការឡើងទៅក្រាបទូលថាមានខ្លាព្រះអង្គផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយដាក់នឹងការុងច្រើនណាស់ស្ដេចក្រុងចិនឆ្ងល់ថាអញមិនដែលទៅស្រុកខ្មែរទេអញមានខ្លាឯណានៅស្រុកខ្មែរក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចសេះនោះមកដាក់គួរនៅមុខព្រះលានទ្រង់ឲ្យស្រាយមាត់ការុងចាក់មើលតើជារបស់អ្វីខ្លះដល់ស្រាយទៅឃើញសិតតែដុំមាសគ្រប់ការុងស្ដេចមានប្រតិយត្រេកអររោគទីបំផុតគ្មានក៏ទ្រង់គិតក្នុងប្រចិន្តាថានឹងបានអ្វីផ្ញើទៅគេវិញមានតែព្រះរាជបុត្រីមួយប្រជញ្ញ18ឆ្នាំព្ររូបប្រឆោមល្អលឹះស្រីទាំងអស់ទឹកផ្ញើទៅឲ្យគេហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពីស្បែកសត្វទាំងសងខាងតែឲ្យមានកន្លែងបើកចេញចូលមកខាងបានហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរមានទាំងកន្សែងបក់បោយមួយផងហើយចាត់បំរើឲ្យបើកសំពៅយកទៅឲ្យចៅអាចសេះបំរើទៅដល់ហើយក៏ស្រែកហៅបរោះនោះថាស្ដេចក្រុងចិនជាក្លើផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេងបរោះឮដូច្នោះក៏ត្រេកអរណាស់អ្នកបំរើយកស្គរទៅចងក្នុងរោងសេះនោះបរោះនោះក៏ចេះតែវាយលេងទាំងនិយាយផងថាក្លើអញស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេងថ្ងៃមួយបរោះនោះវាយស្គរហើយចេញទៅខ្វៀលសេះនាងដែលនៅក្នុងស្គរចេញមករៀបបាយទឹកទុកបំរុងឲ្យបរោះនោះហើយចូលទៅក្នុងស្គរចេញមករៀបបាយទឹកមកវិញឃើញបាយគិតថានរណាអេះមករៀបបាយឲ្យអញឃ្លានបាយអញស៊ីហើយឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃបុរសនោះសង្ស័យនឹកថានរណាយកបាយឲ្យអញស៊ីរាល់ថ្ងៃម្ល៉េះចាំលូកមើលក៏ឃើញនាងដ៏មានរូបល្អឯកចេញពីក្នុងស្គរមកហើយបក់បោយកន្សែងឲ្យកើតជាអាហារឡើងមួយរំពេចបរោះនោះក៏ភ័យស្រែកថាសម្មាសម្ពុទ្ធោមកពីណាល្អម្ល៉េះហើយក៏រត់ទៅនាងនោះចេញតាមបរោះនោះស្រែកថាសម្មាសម្ពុទ្ធោកុំចាប់អញអាណិតអញលែងអញទៅនាងថាខ្ញុំមិនលែងទេអ្នកឯងជាប្តីខ្ញុំហើយឪពុកខ្ញុំឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯងព្រោះអ្នកឯងបានផ្ញើមាសប្រាក់ទៅឲ្យឪពុកខ្ញុំច្រើនណាស់បុរសថាទេខ្ញុំមិនយកទេនាងនោះនិយាយលួងលោមច្រើនដងបរោះក៏ស្ងៀមនាងដឹកដៃបរោះនោះមករោងសេះវិញក្នុងវេលាយប់នោះនាងអធិដ្ឋានកន្សែងបក់បោយហើយបក់ទៅកើតជាប្រាសាទរីកវាំងមានមនុស្សកឹកកងរំពងនៅក្នុងនោះចៅអាចសេះហើយនឹងនាងនោះក៏នៅលើប្រាសាទមានមនុស្សបម្រើឆ្វេងស្ដាំអ្នកស្រុកទាំងពួងឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នាក៏រត់ទៅប្រាប់សេដ្ឋីជាចៅវាយបុរសនោះថាមានកើតប្រាសាទរីក
វាងត្រង់ខ្ទមចៅអាចសេះនោះច្រើនណាស់សេដ្ឋីសង្ស័យរត់ទៅមើលឃើញហើយក៏ផិតភ័យរត់ទៅទូលស្ដេចតាមរឿងស្ដេចទ្រង់ជ្រាបទ្រង់ចាត់បំរើឲ្យទៅពិនិត្យមើលឃើញពិតដូច្នោះមែនក៏មានព្រះតីទោមនស្សជាខ្លាំងថាឈ្មោះណាហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញមានតែអញទេជាស្ដេចក្នុងនគរនេះទើបទ្រង់ប្រជុំនាមមើលសពមុខមន្ត្រីមានព្រះបន្ទូលចាត់ឲ្យរៀបរេពលលើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផងវេលានោះមានបំរើទៅប្រាប់ចៅអាចសេះហើយនឹងប្រពន្ធចៅអាចសេះបានឮក៏មានសេចក្តីផិតភ័យណាស់នាងប្រាប់ប្តីថាកុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញនាងក៏រៀបខ្លួនចេញទៅហើយអធិដ្ឋានកន្សែងបក់កន្សែងបោយឲ្យស្ដេចបរាជ័យព្រមទាំងរេពលចៅអាចសេះនិងនាងនោះបានសោយរីកជាសារៈសំខាន់មេរៀនការរំលឹកគុណនិងជំនឿល្អនាំមកនូវសំណាងល្អការខិតខំនិងអត់ធ្មត់អាចបំលែងជីវិតពីធម្មតាទៅអស្ចារ្យអ្វីដែលមើលទៅអត់តម្លៃអាចក្លាយជារបស់មានតម្លៃមនុស្សល្អទោះធម្មតាក៏អាចក្លាយជាអ្នកធំបានបុណ្យប្រយោគសំខាន់ការខំប្រឹងប្រែងតែងមានផលច្រើនមានន័យថាអ្នកដែលខិតខំមិនបោះបង់នឹងទទួលបានលទ្ធផលល្អនៅថ្ងៃក្រោយ